គ្រប់នឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទដណៃថ្ងៃនេះមានវីដេអូទេសភាពវាលស្រែមកចែកជូនពុកម៉ែបងប្អូនទៀតហើយគឺវីដេអូដែលខ្ញុំមកច្រូតស្រូវនៅខាងលិចបន្លាយព្រែកក្រោយផ្ទះនៅព្រែកក្រោយផ្ទះហ្នឹងឯងបងប្អូនហើយរដូវកាលច្រូតកាត់ហ្នឹងក៏នឹកទៅដល់ស្រុកកំណើតនឹកទេសភាពវាលស្រែពណ៌មាសរាល់ពេលដែលខ្យល់ចំណោធ្លាក់មកពីជើងមកតិចប៉ះសាច់បងប្អូនវានាំក្លិនអាក្រអូបស្រូវទុំហ្នឹងមកមានអារម្មណ៍ថាស្រស់ស្រាយនៅក្នុងជីវិតបងប្អូនហើយរដូវកាលដែលខ្យល់ធ្លាក់មកពីជើងគឺជារដូវដែលយើងត្រូវច្រូតកាត់បងប្អូនដល់រដូវកាលនេះក៏នឹកទៅដល់ពេលវេលាដែលយើងនៅក្មេងៗបងប្អូនគឺអ៊ំកាលនោះគាត់អត់មានច្រូតម៉ាស៊ីនច្រូតអីទេបងប្អូនស្មើឥឡូវគេច្រូតម៉ាស៊ីនច្រូតអីហើយកាលពីចំនួនហ្នឹងគឺពួកគាត់ប្រវាស់ដៃគ្នាបងប្អូនគឺវេគ្នាគឺច្រូតឲ្យគ្នាម្ដងម្នាក់ហើយកាលនោះឯងគឺសប្បាយមែនទែនកាលមកច្រូតស្រែមកអញ្ចឹងមានមនុស្ស10-20នាក់អញ្ចឹងទៅក៏ហូបបាយជុំគ្នាក៏សប្បាយបងប្អូនហើយហូបបាយមានតែត្រីអាំងប្រហុកច្រាមអីហ្នឹងបងប្អូនមើលទៅមានអារម្មណ៍ថាសប្បាយនឹកខ្លួនទៅថានឹកមិនលងលោចទៅអតីតកាលវិញមានអារម្មណ៍ថាសប្បាយចិត្តមែនទែនហ្នឹងហើយបងប្អូនគ្មានអ្វីខ្លាំងជាងអាភាពសាមគ្គីគ្នានឹងទេហើយពីមុនមានអារម្មណ៍ថាពុកម៉ែបងប្អូនអ្នកភូមិអ្នកស្រុកពីមុនសាមគ្គីប្រវាស់ដៃគ្នាល្អមែនទែនដូចមានអារម្មណ៍ថាឥឡូវបងប្អូនរៀងខ្លួនមានអារម្មណ៍ថាពីមុនអត់សូវមានទំនាស់រឿងដីឃ្លីអីទេតែឥឡូវវាមានតាមមនុស្សយើងចាប់ពីមានរបស់ទំនើបមកមានអារម្មណ៍ថាអ្នកខ្លះលេងចង់ស្ដីរកគ្នាអញ្ចឹងបងប្អូនដោយកាលពីចំនួននៃខ្ញុំនៅក្មេងៗមានអារម្មណ៍ថាសប្បាយពេលដែលអាំងភ្លើងហ្នឹងដុតមកភ្នក់កដាលភូមិអញ្ចឹងទៅមកអាំងជុំគ្នា4-10នាក់អញ្ចឹងទៅ2-3ភ្នក់អញ្ចឹងទៅបងប្អូនហើយនឹកទៅដល់មានអារម្មណ៍ថាយើងចង់ត្រឡប់ទៅអតីតកាលយើងវិញអតីតកាលដែលពោពេញទៅដោយក្តីសុខអត់មានចេះជាពាក់អង្ការអត់មានចេះពិបាកចិត្តនៅរស់ស៊ីឆ្ងាយទេបងប្អូនមានដូចជាដាំបន្លែបកាយតិចតួចលក់ដូរនៅក្នុងភូមិក៏គ្រាន់នឹងបានប្រាក់កម្រៃចិញ្ចឹមជីវិតដែរហើយក៏ដូចខ្ញុំមកបោកស្រូវនេះកាលពីចំនួនមុនហ្នឹងគឺបោកនឹងក្តារបោកហើយអានេះក្តារបោកហ្នឹងគឺត្រូវកាឌីពុកអស់ហើយបងប្អូនដាក់ហាលភ្លៀងអញ្ចឹងមានតែលើកក្រេយកមកបោកចឹងហើយបងប្អូនហើយបោកលើក្រេវាមួយយ៉ាងដែរបងប្អូនវាយើងបោកបដហើយផងនឹកចាក់បទចម្រៀងស្ដាប់ទៅនឹកទៅដល់អតីតកាលយើងនេះធ្លាប់បោកក្តាប់ពេលងើបចិត្តភ្លឺបងប្អូនខែល្ងាបងប្អូនងើបឡើងបោកក្តាប់ដើម្បីឲ្យបែកញើសអញ្ចឹងទៅវាអត់ងាដុតភ្លើងបដាយើងបោកក្តាប់អញ្ចឹងទៅ4-10-20ក្តាប់អញ្ចឹងទៅហើយបដូរគ្នាម្ដងម្នាក់អញ្ចឹងទៅបងប្អូនហើយរយៈពេលនោះដែរខ្ញុំទៅតែអាយុ8ឆ្នាំ8-9ឆ្នាំទេបងប្អូនហើយយើងនឹកទៅដល់កាលនោះឯងគឺយើងលើកក្រេទៅដាក់ចំកដាលអញ្ចឹងទៅយើងដុតល្ងើកដើម្បីដេកនឹងកតេលអាងធ្លាប់ដាក់កតេលជ័របងប្អូនដាក់ដល់ពេលដុតភ្លើងជ្រុលអញ្ចឹងទៅវាអាលួយជ័រអស់លីងហើយទៅដល់យាយក៏ស្ដីឲ្យយាយអញ្ចឹងទៅហើយនៅកាលក្មេងៗទៀតបងប្អូនហើយច្បើងដែលយើងបោកស្រូវហើយអញ្ចឹងទៅក៏ដាក់រៀបជួងឡើងខ្ពស់អញ្ចឹងទៅបងប្អូនហើយក៏នាំគ្នាវេកកន្លែងនិយាយទៅដូចកន្លែងមួយដេកឡងដូចមានអារម្មណ៍ថាកក់ក្ដៅដេកច្បើងបងប្អូនក្ដៅអត់ងាទេហើយនាំគ្នាធ្វើជារោងធ្វើជាផ្ទះដូចខុនដូអញ្ចឹងបងប្អូនមើលទៅមានអារម្មណ៍ថាបើចង់ត្រឡប់ទៅអតីតកាលវិញដឹងសប្បាយចិត្តប៉ុណ្ណាទេហើយកាលនោះដែរពុកម៉ែបងប្អូនគាត់ស្ទូងស្រូវធ្វើស្រែអីក៏គុំមិនងាយនឹងជំពាក់ណាបងប្អូនប្រើជីសំបីតែជីអាចគោអាចកបីហ្នឹងក៏គាត់ប្រើជាជីបានដែរហើយតែឥឡូវទេមានជីស្អីក៏ត្រូវការលុយតិចដែរទាំងអស់បងប្អូននឹងចំណន់នោះឯងសំបីតែព្យួរក៏គាត់ប្រើគោដោយការស្ទូងមិនសូវជីចំណាយទៅលើថវិកាប្រហែលទេហើយគាត់ជំនាន់នោះដែរខ្ញុំធ្លាប់លក់ស្រូវបានប្រហែលជា1,300ទៅ1,400ឈានដល់1,500បងប្អូនធ្លាប់លក់បានហើយដឹងស្រាប់បងប្អូនចំនួននោះបាន1,300-1,400លុយបានថ្លៃណាហ្នឹងហើយបងប្អូនវីដេអូមានប៉ុណ្ណឹងកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងបងប្អូនអរគុណច្រើន